ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកមើលវិធីខត្រីស្ដោជាមួយនឹងផ្ការំចេករបស់នាងខ្ញុំចាវិធីធ្វើអាចនឹងខុសគ្នាទៅតាមចំណង់ចំណូលចិត្តអីអញ្ចឹងណាបងប្អូនចាបើសិនជាបងប្អូនណាមានវិធីធ្វើឆ្ងាញ់ជាងហ្នឹងបងប្អូនអាចខមមិនក្នុងខាងក្រោមវីដេអូបានចាហើយនេះជាគ្រឿងផ្សំរបស់នាងខ្ញុំបងប្អូនចាមានខ្ទឹមសមានប៉េងប៉ោះហើយនិងផ្ការំចេកហើយជាដំបូងនាងខ្ញុំធ្វើការលីងជាមួយនឹងស្ករឲ្យវាឡើងក្រហមសិនណាបងប្អូនចាបន្ទាប់មកយើងដាក់ខ្ទឹមចូលកូរវាតតែឈ្ងុយតិចហើយស្ករយើងឡើងក្រហមតិចទៅចាំយើងចាក់ទឹកត្រីចូលបន្ទាប់ពីយើងដាក់ទឹកត្រីហើយមកយើងបន្ថែមជាមួយនឹងម្សៅស៊ុបហើយនិងប៊ីចេងបងប្អូនចាកូរឲ្យវារលាយសិនទៅបន្ទាប់មកយើងចាក់ទឹកប្រេងខ្យងចូលបន្តិចហើយនឹងដាក់សាច់ត្រីយើងចូលមកបងប្អូនចានិយាយរួមត្រីនេះបងប្អូនអាចត្រឡប់វាមកត្រឡប់ក៏បានឬក៏អត់ក៏បានដែរបងប្អូនត្រឡប់សាច់ត្រីទៅមកវាអាចធ្វើឲ្យបែកណាអញ្ចឹងមិនបាច់ត្រឡប់ក៏បានដែរបងប្អូនគ្រាន់តែរោយទឹកស៊ីអ៊ីវខាប់ពីលើបន្តិចទៅឬក៏មិនបាច់ដាក់ក៏បានដែរតាមចំណង់ចំណូលចិត្តណាតែសម្រាប់នាងខ្ញុំដាក់យកយ៉ាងពណ៌ឲ្យវាក្រហមបន្តិចណាហើយយើងរោយបន្លែយើងគ្របតែមកស្ទុះទៅគឺជាការស្រេចហើយបងប្អូនចាក្លិនវាឡើងឈ្ងុយតែម្ដង